នៅកាលគ្រាព្រះសាមពុទ្ធប្រសើរបំផុតដ៏ឧត្តមទ្រង់បានត្រាស់ដឹងឯជាបឋមបាន45ព្រះវស្សាទ្រង់បានបំពេញពុទ្ធកិច្ចមិនដែលមានដាច់វេលាណាសន្មតឈ្មោះហៅថាពុទ្ធក្រឹត្យាមាន5យ៉ាងទី1គឺនៅពេលព្រឹកដល់ពន្លឹករស្មីភ្លឺស្វាងព្រះអង្គទ្រង់ស្ដេចជាងចេញបិណ្ឌបាតប្រុសសពសាទទី2រសៀលជ្រាលជ្រៅព្រះសូរ្យពេលទីស្ងាត់ទេសនាប្រុសសពសត្វមិនកំណត់ថាសត្វណាទី3នោះពេលប្រលប់ព្រះចំភពត្រៃលោកាទានធម៌ទេសនាឲ្យអវត្តដល់ភិក្ខុសង្ឃចំណែកទី4នៅពេលត្រៀតព្រះលោកនាថទ្រង់ចិត្តខ្ចង់ប្រតិល្អស្មោះត្រង់ទ្រង់ដោះស្រាយនៅប្រស្នាផ្សេងកើតឡើងពិតនៅក្នុងចិត្តនៃទេវតាងឿងឆ្ងល់ធម៌ត្រង់ណាព្រះសាស្តាទ្រង់អាកាតទី5ពេលទីភ្លឺប្រមាលមើលនិស័យសាទនៅក្នុងសង្សារវដ្តឲ្យប្រកបគូសន្តោសសត្វណាមានសំណាងព្រះអង្គទ្រង់យាងចេញទៅប្រុងប្រទានធម៌ទៀកពងឲ្យទៅតាមបាំងនិស័យធម៌នេះឈ្មោះហៅថាពុទ្ធក្រឹត្យាប្រសើរក្រៃវិជ្ជាទីវៈថ្លៃនៃព្រះពុទ្ធពីបុរាណពេញអត់នឿយណាយរៀងរាល់ថ្ងៃមិនដែលមានខានលុងព្រះអង្គចូលព្រះនិព្វានទៅឈប់ខានទាំងអស់ហងហើយសាធុជនណាអ្នកប្រាថ្នានឹងប៉ុនប៉ងចង់ឃ្លាតពីចំណងត្រៃលោកនេះបានពិតប្រកបត្រូវខំរៀនសិក្សានៅធម៌អាដែលជាបទពុទ្ធកិច្ច5ប្រកបនេះកំណត់គូយល់ដឹងជាន់នោះនឹងស្មើបាននឹងទីឋានជាទីពឹងឬនៅលោកនានឹងបានខ្លួនជាអ្នកធំលើសជន់ផងទាំងឡាយសុខសប្បាយដល់ដំសេមសានសុខមនោរមរៀងរួចដល់នឹកពៀនង